មានកម្មករកសិដ្ឋានម្នាក់ដែលជាបរិសុទ្ធពោះម៉ាយប្រពន្ធរបស់គាត់បានស្លាប់ចោលជារៀងរាល់ថ្ងៃគាត់ត្រូវធ្វើការយ៉ាងលំបាកនិងនឿយហត់ថ្ងៃមួយគាត់ត្រូវចេញទៅប្រមូលអុសហើយគ្មានជំរឿសអ្វីក្រៅពីទុកកូនតូចរបស់គាត់ឲ្យនៅផ្ទះតែម្នាក់ឯងគាត់ជឿជាក់លើឆ្កែដ៏ស្មោះត្រង់និងក្លាហានរបស់គាត់ហើយទុកឲ្យវាជួយការពារកូនប៉ុន្តែនៅពេលគាត់ត្រឡប់មកវិញគាត់បានឃើញថាអង្រឹងរបស់ទារកទទេកូនរបស់គាត់បានបាត់ខ្លួននៅលើឥដ្ឋមានស្នាមឈាមពេញបន្ទប់ចាប់ពីមាត់ទ្វាររហូតដល់អង្រឹងបុរសនោះឈរស្ងៀមដូចជាកំពុងភាំងស្មារតីឆ្កែរបស់គាត់កំពុងឈរនៅទីនោះខ្លួនប្រាណពោពេញទៅដោយឈាមសភាវគតិបានគ្រប់គ្រងគាត់ភ្លាមការអស់សង្ឃឹមបានប្រែក្លាយទៅជាកំហឹងគាត់ចាប់យកពូថៅមួយទឹកភ្នែកហូរចុះបេះដូងលោតញាប់ដោយមិនបានគិតអ្វីទាំងអស់គាត់ស្ទុះទៅវាយឆ្កែដោយស្រែកថាអាសត្វអាក្រក់ឯងធ្វើអ្វីដាក់កូនយើងឆ្កែព្យាយាមរត់គេចប៉ុន្តែគាត់តាមទាន់ហើយវាយមួយពូថៅយ៉ាងខ្លាំងគាត់បានសម្លាប់សត្វដែលតែងតែនៅក្បែរគាត់ដោយស្មោះត្រង់ភ្លាមនោះគាត់បានឮសំឡេងមួយជាសំឡេងយំតិចរបស់ទារកគាត់ឈប់ស្ងៀមឈាមក្នុងខ្លួនហាក់ដូចជាកកគាត់រត់ទៅរកអង្រឹងម្ដងទៀតប៉ុន្តែវានៅតែទទេគាត់ដើរតាមសំឡេងនោះរួចលុតជង្គង់ចុះយឺតសំឡេងយំកំពុងចេញពីក្រោមគ្រែនៅពេលគាត់អោនមើលគាត់មានអារម្មណ៍ថាខ្លួនអាចនឹងស្លាប់ដោយសារការសោកស្ដាយទារកនៅរស់មានសុវត្ថិភាពមិនមានរបួសសូម្បីតែបន្តិចនៅក្បែរទារកមានសាកសពចចកមួយក្បាលពេលនោះទើបគាត់ដឹងការពិតឆ្កែដែលគាត់ទើបតែសម្លាប់បានប្រយុទ្ធជាមួយចចកដើម្បីការពារកូនរបស់គាត់វាបានលះបង់ជីវិតរបស់ខ្លួនដើម្បីសង្គ្រោះទារកមេរៀននៃរឿងនេះកុំវិនិច្ឆ័យនរណាម្នាក់មុនពេលដឹងការពិតទាំងស្រុងកំហុសដែលកើតចេញពីការធ្វើសេចក្តីសម្រេចដោយមិនគិតអាចជាកំហុសដែលមិនអាចកែតម្រូវបានជាញឹកញាប់យើងប្រញាប់វិនិច្ឆ័យនិងធ្វើសកម្មភាពតាមអារម្មណ៍ដោយមិនស្វែងរកការពិតជាមុនបរិសុទ្ធក្នុងរឿងនេះដោយសារភាពអស់សង្ឃឹមនិងកំហឹងគាត់បានកាត់ទោសមិត្តដ៏ស្មោះត្រង់របស់ខ្លួនដោយគ្មានភ័ស្តុតាងហើយកំហុសនោះបានធ្វើឲ្យគាត់បាត់បង់អ្វីដែលមានតម្លៃបំផុតរឿងបែបនេះក៏កើតឡើងជាញឹកញាប់ក្នុងជីវិតរបស់យើងដែរយើងវិនិច្ឆ័យតាមរូបរាងយើងជឿជាក់ពាក្យចចាមបុរាណដោយមិនសួររកការពិតយើងធ្វើការសម្រេចចិត្តយ៉ាងប្រញាប់ដោយមិនគិតពីផលវិបាកហើយដូចជាបរិសុទ្ធក្នុងរឿងនេះយើងអាចបំផ្លាញអ្វីដែលមានតម្លៃដោយមិនដឹងខ្លួនដូច្នេះកុំប្រញាប់សន្និដ្ឋានមុនពេលអ្នកដឹងការពិតទាំងមូលនៅពេលអារម្មណ៍កំពុងក្តៅគគុកការធ្វើសកម្មភាពដោយមិនគិតអាចនាំឲ្យអ្នកសោកស្ដាយអស់មួយជីវិតចូលដកដង្ហើមឲ្យស្ងប់គិតពិចារណាហើយព្យាយាមយល់ពីការពិតមុននឹងធ្វើសកម្មភាពព្រោះមិនមែនអ្វីទាំងអស់សុទ្ធតែដូចដែលភ្នែកយើងបានឃើញនោះទេហើយការវិនិច្ឆ័យខុសមួយអាចធ្វើឲ្យអ្នកបាត់បង់អ្វីដែលមិនអាចយកត្រឡប់មកវិញបានចុះអ្នកវិញបើអ្នកស្ថិតនៅក្នុងស្ថានភាពនោះតើអ្នកនឹងធ្វើដូចបរិសុទ្ធនេះដែរឬទេសូមបញ្ចេញមតិរបស់លោកអ្នកនៅខាងក្រោមវីដេអូនេះហើយចែករំលែករឿងនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកនិងជួយចុច Follow Page ដើម្បីស្ដាប់រឿងរ៉ាវដែលជំរុញការគិតនិងផ្ដល់មេរៀនល្អៗជាច្រើនទៀត